មិនបាននាយដឹងនាយតាមដានខ្ញុំទេបើសិនជាខ្ញុំមិនតាមដានបែបនេះទេមិនបានខ្ញុំដឹងថាអ្នកណាល្អអ្នកណាអាក្រក់អ្នកណាក្បត់អ្នកណាភ្លឺស្រឡាញ់គេតែម្នាក់ឯងទាំងដឹងថាគេមានថ្មីរមិនអស់ត្រាយអ្នកណាភ្លើស្រឡាញ់គេម្នាក់ឯងទាំងដែលគេមានប្តីហើយធ្វើអីពិតមែនខ្ញុំភ្លើស្រឡាញ់កណិកាតែម្នាក់ឯងយើងក៏ចង់ដឹងដែរថាស្នំឯកនេះប្រកែកទាយប៉ុណ្ណាមិនខ្លាំងណាស់ណាទេតាមពាក្យពិតរែងស្លែងណាស់ព្រះមហេសីតែព្រះមហេសីត្រូវតែសន្យាជាមួយខ្ញុំម្ចាស់សិនថាទោះបីជាមានរឿងអីក៏ដោយហាមដាក់ទោសខ្ញុំម្ចាស់ជាដាច់ខាតយើងខ្លាចតែអញព្រមស្ដាប់មិនបានហើយខឹងដល់កូនឈាមស្លាប់ចំពោះមុខយើងទេមិននឹងអាចនោះនាងស្នំឯកមានគល់របស់ព្រះអង្គណាព្រះមហេសីក៏មានគល់របស់ព្រះអង្គដូចគ្នាមិនចឹងទេអូឬមួយក៏វាមិនពិតទេភីលៀងភឹមអញខ្លាចយើងធ្វើបាបព្រះមហេសីមែនទេយើងចង់និយាយតែពីរនាក់ឆាប់ចេញទៅនេះចង់ធ្វើស្អីយើងនេះឡើងយើងភ្លាមនេះព្រះមហេសីជួយខ្ញុំម្ចាស់ផងស្នំអមរានេះត្រង់ចង់ធ្វើអីព្រះមហេសីបើត្រង់ហ៊ានតែធ្វើអីព្រះមហេសីខ្ញុំម្ចាស់នឹងទទួលព្រះអង្គភ្លាមលេងភ័យអីភ័យយ៉ាងនេះយើងមានបានធ្វើបាបព្រះមហេសីរបស់អញឯណាយើងគ្រាន់តែឃើញថាវាទៅមុខទៅមាត់ពេកឯងពិតជាខ្វះការអប់រំពិតមែនភីលៀងជាន់ខ្ពស់របស់ព្រះមហេសីតែបែរជាការនិយាយមិនដឹងថាពេលណាគួរពេលណាមិនគួរហើយថែមទាំងយកព្រះអង្គមកគំរាមយើងទៀតផងឯងមើលទៅមើលយើងមានបានធ្វើបាបព្រះមហេសីរបស់ឯងឯណាខ្ញុំម្ចាស់សូមបរិយាទានទោសព្រោះថាខ្ញុំម្ចាស់ក៏មិនចង់ធ្វើបាបភីលៀងភឹមដែរតែខ្ញុំម្ចាស់ចង់បដៅវាជំនួសព្រះមហេសីតែឯងបានធ្វើរួចហើយធ្វើនៅចំពោះមុខយើងទៀតក៏មានចរិតមិនខុសពីម្ចាស់របស់ឯងដែរនេះស្គីនទៅណែមានមាត់កំចេះតែប្រុសណាដឹងខ្លួនទេឲ្យប្រុសណែកុំធ្វើស្អីប្រដេកផ្ដាល់សោះណាមកខាត់ខ្ញុំធ្វើអីម៉ែអកខ្ញុំចង់បដៅវាចេញម្ដងព្រោះថាខ្ញុំមកគុំវាជាយូរមកហើយណែអញនិយាយស្អីឲ្យចេះគិតខ្លះផងព្រោះវាគឺជាភីលៀងរបស់ព្រះមហេសីបើអញមិនទាន់ចង់ងាប់ទេនោះហើយមហេសីក៏មានឋានៈខ្ពង់ខ្ពស់ជាងស្នំអមរាដែរបើទ្រង់ចង់សម្លាប់ឯងគិតទេថាស្នំអមរាអាចជួយឯងបាននោះបើពួកឯងដឹងលេងមនុស្សរបស់យើងមកវិញមកលេងចឹងទៅណាស់ហើយចុះខ្ញុំម្ចាស់សុំទាឲ្យព្រះមហេសីសុំព្រះហស្ថមកក៏បានទោះបីជាមិនមានព្រះហស្ថក៏ខ្ញុំម្ចាស់ទេដឹងដែរថាខ្សែជីវិតព្រះមហេសីគួរតែល្អប៉ុន្តែព្រះមហេសីបានកុហកស្ដេចផែនដីព្រះមហេសីមានអ្វីម្យ៉ាងទាំងដែលព្រះមហេសីគ្មានទេព្រះមហេសីកុហកស្ដេចផែនដីបែបនេះទើបបានជាផែនដីដាក់បណ្ដាសាឲ្យព្រះមហេសីជាប់ឈ្មោះជាមនុស្សអាសោចនេះឯងហ៊ាននិយាយចឹងដែរយើងផងទេព្រះមហេសីខ្ញាល់ហ៎ដូចជាមនុស្សកំពុងតែគេចាប់កំហុសបានអញ្ចឹងខ្ញុំម្ចាស់និយាយដាច់ទឹកចិត្តបារម្ភពីព្រះមហេសីណាសូមព្រះមហេសីកុំទៅប្រសាទនោះអីព្រោះថាបើព្រះមហេសីទៅព្រះមហេសីនឹងអភ័ព្វហើយជាប់បណ្ដាសាអស់មួយជីវិតខ្ញុំម្ចាស់សូមថ្វាយបង្គំលាព្រះមហេសីអូជីអូ
ដែលកូនយើងកើតមកត្រូវតែជាមនុស្សស្មោះត្រង់ហើយយើងនឹងបង្រៀនគេឲ្យតឹងរឹងនៅពេលដែលគេមានអ្វីត្រូវតែចេះចូលរួមត្រេកអរមិនមែនឃើញគេល្អប្រើវិធីគ្រប់សពបែបយ៉ាងដើម្បីបានរបស់ល្អនោះទេយើងចាំតែមើលទេថាមនុស្សដែលប៉ិនកុហករស់នឹងមិនបានសុខទេពេលណាដែលគេដឹងមានតែអសោឈ្មោះនឹងគេស្អប់ហើយយើងក៏ចាំមើលដែរថាមនុស្សដែលប៉ិនកុហកគេនោះរស់នឹងមិនបានសុខនៅពេលដែលគេដឹងគេនឹងស្អប់ព្រះមហេសីហេតុអីទ្រង់មិនបកតបតទៅគេវិញមិនបានជាបណ្ដោយឲ្យពួកនេះមិនបានជាបណ្ដោយឲ្យពួកគេប្រមាថមើលងាយបែបនេះមិនអីទេណាបងផឹមមិនអីទេណាបងផឹមខ្ញុំយល់ធម្មតាគ្មានភីលៀងណាសប្បាយចិត្តនៅពេលដែលឃើញម្ចាស់ត្រូវគេស្ដីបន្ទោសឲ្យអញ្ចឹងទេតោះចេញទៅវិញចាព្រះមេស្នំឯកអំបាញ់មិញស្នំឯកមានសវណ្ណីល្អខ្លាំងមែនទែនសឹងតែធ្វើឲ្យព្រះមហេសីកាកៃនេះស្ទើរតែក្អួតឈាមហើយណាព្រះមេម្ចាស់ឯងនេះឯងហ៊ាននិយាយអញ្ចឹងដាក់យើងផងហ៎ព្រះមហេសីខ្ញាល់ដូចជាមនុស្សកំពុងតែគេចាប់កំហុសបានអញ្ចឹងម៉ែអក៏ដូចគ្នាដែរចេះថែមពាក្យដូចជាដុតភ្លើងក្នុងទ្រូងព្រះមហេសីអញ្ចឹងខ្ញុំម្ចាំងគ្រាន់តែនិយាយពាក្យពិតតែប៉ុណ្ណោះណាស្នំឯកទ្រាំបន្តិចទៅណាបុត្រមេដាពេលដែលបុត្រចេញឃើញពលឺថ្ងៃបុត្រតែម្នាក់គត់ដែលជាទាយាទរបស់ព្រះអង្គនឹងមានឋានៈខ្ពង់ខ្ពស់នៃផែនដីនេះតំណែងព្រះមហាក្សត្រយានីមានតែស្នំឯកតែប៉ុណ្ណោះដែលស័ក្តិសមជាងគេបំផុតណាព្រះមេម្ចាស់បានហើយកុំសម័យឆ្ងាយពេកអីបានត្រឹមតំណែងព្រះមហេសីក៏បានដែរយើងឡើងចណ្ដើរមួយកម្មសិនកុំតន់អារំលងកម្មខ្លាចផ្លាត់ទៅធ្លាក់មានរបួសថាមិនត្រូវធ្លាក់បាក់កស្លាប់ក៏ថាបានព្រះមេម្ចាស់ខ្ញុំម្ចាំងនឹងចងចាំពាក្យទាំងអស់នេះទុកណាព្រះមេម្ចាស់គិតអីក៏មិនចេញដែរពិតជាស្មុគស្មាញខ្លាំងណាស់បើអង្គុយស្ងៀមបែបនេះកាន់តែពិបាកចិត្តគិតរកអ្វីមកកំសាន្តចិត្តបន្តិចសិនបងផឹមព្រះមេម្ចាស់មានអ្វីឲ្យខ្ញុំម្ចាស់បំរើមែនទេបងផឹមតែបីផ្កាមកណាខ្ញុំចង់ផ្កាខ្ញុំចង់រកអីមកធ្វើដើម្បីឲ្យរវល់កុំឲ្យមានពេលទំនេរច្រើនគិតរឿងអត់ប្រយោជន៍ផ្ដេសផ្ដាសក៏បានដែរព្រះមេទ្រង់ចាំខ្ញុំម្ចាស់មកផ្លេតទៅខ្ញុំម្ចាស់នឹងឆាប់ត្រឡប់មកវិញព្រះមហេសីកុំទៅប្រាសាទនោះអី
យើងគ្មានហេតុផលអីត្រូវស្ដាប់យោបល់ឯងទេ តាមពិតទៅទុំគុំក៏មិនចង់រវល់ជាមួយព្រះមហេសីដែរតែបើតាមទុំគុំដឹងព្រះមហេសីគឺជាមនុស្សតែម្នាក់គត់អញ្ចឹងហើយទុំគុំមកនេះគ្រាន់តែបារម្ភពីព្រះមហេសីតែប៉ុណ្្នឹងឯង នេះមនុស្សដែលអាត្មានិយមមិនស្គាល់ពីជីវិតអ្នកដទៃដូចជានេះហ្នឹងឯងដែលមកនិយាយថាបារម្ភពីយើងឯងស្បត់ដល់ណាក៏យើងមិនជឿដែរ មិនបានជាព្រះមហេសីខ្ញាល់ដល់ថ្នាក់នឹងឬមួយក៏ទុំគុំនិយាយអីឲ្យប៉ះពាល់ដល់អារម្មណ៍ព្រះមហេសីធ្វើឲ្យមិនពេញចិត្តទុំគុំបានជាព្រះមហេសីមានបន្ទូលបែបនេះដាក់ទុំគុំខំបារម្ភពីទ្រង់ហើយទ្រង់មិនទទួលទៀតគិតថាមនុស្សដូចជាអកន្ធននេះចេះតែដើរបារម្ភពីអ្នកគ្រប់គ្នាទេ យើងមិនប្រាប់ទុកឲ្យឆ្ងល់ ព្រះមហេសីមានពីរជំរើសព្រះមហេសីគ្មានជំរើសទេមានតែផ្លូវពីរប៉ុណ្ណោះព្រមសារភាពទៅថាមហេសីកុហកព្រះអង្គទោះនឹងស្រាលជាងនេះយ៉ាងហោចណាស់ត្រឹមនិរទេសចេញពីវាំងទូលបង្គំនឹងជួយវល់ព្រះអង្គឲ្យព្រះមហេសីមានទោសស្រាលបំផុតតែមួយជំរើសទៀតយប់នេះជាយប់ពេញបរមីបើសិនជាព្រះមហេសីហ៊ានឡើងទៅប្រាសាទអធិដ្ឋាននោះព្រះមហេសីនឹងជាប់បណ្ដាសាជាស្រីចង្រៃពេញមួយជីវិត តែគ្មានជំរើសផ្សេងឲ្យយើងរើសទេហេតុអីទៅហេតុអីបានជាជីវិតរបស់យើងជួបតែរឿងស្មុគស្មាញបែបនេះហត់នឿយណាស់ចង់តែស្រែកចេញមកឲ្យបានធូរខ្លួនចិត្តខ្លាំងតែមិនអាចពួកភីលៀងនិងសេនាច្បាស់ជានាំគ្នារត់មកមើលហើយច្បាស់ជាគិតថាយើងកំពុងតែវង្វេងពង្វាន់ស្មារតីឬក៏មានវិញ្ញាណខ្មោចសន្តានហើយតែគិតសត្វទៅ ពេលនេះយើងកំពុងតែមានបញ្ហាសតិអារម្មណ៍ពិតមែន ព្រះមហេសីខ្ញុំម្ចាស់ត្រឡប់មកវិញហើយព្រះមេម្ចាស់ទ្រង់តតណែទាំងនេះសុទ្ធតែជាផ្កាដែលព្រះមហេសីសពរិហរតីខ្លាំងណាស់ព្រះមហេសី កុំពិបាកប្រតិខ្លាំងពេកអីណាប្រមេគ្រប់យ៉ាងច្បាស់ជាមានដំណោះស្រាយ ពិតមែនហើយបងគ្រប់យ៉ាងតែងតែមានដំណោះស្រាយគ្រាន់តែរកមិនឃើញហើយលទ្ធផលជាយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេតាមមើលយើងត្រូវតែសម្រេចចិត្តហើយមិនអាចអូសបន្លាយពេលបានទៀតទេ ព្រះមហេសីសោយទឹកបន្តិចទៅព្រះមេអរគុណហើយណាបងផឹមកន្លងមកតែងតែមានបងនៅក្បែរតាមលងលោមតាមការពារខ្ញុំរហូត ខ្ញុំម្ចាស់ក៏អរគុណព្រះមហេសីដែរដែលតែងតែស្រឡាញ់និងមើលថែខ្ញុំម្ចាស់បានយ៉ាងល្អខ្ញុំម្ចាស់ពិតជាមានសំណាងណាស់ដែលបានបម្រើព្រះមហេសី ទោះជាមានរឿងអីក៏ដោយខ្ញុំសន្យាថានឹងមិនចោលបងដាច់ខាត អរព្រគុណណាស់ខ្ញុំម្ចាស់ស្ម័គ្របម្រើព្រះមហេសីស្មោះត្រង់នឹងទ្រង់ពេញមួយជីវិតរបស់ខ្ញុំម្ចាស់ ពួកយើងនឹងតស៊ូជាមួយគ្នាណាបងគ្មានរឿងអីដែលពួកយើងមិនអាចធ្វើបាននោះទេ ព្រះមេម្ចាស់ព្រះមហេសីនៅមិនទាន់គិតឃើញថាដោះស្រាយបែបម៉េចទៀតមែនទេ ខ្ញុំបានសម្រេចចិត្តរួចហើយថាគួរនឹងធ្វើបែបណា សង្ឃឹមថាការសម្រេចចិត្តរបស់ព្រះមហេសីនឹងជួយឲ្យទ្រង់រួចផុតពីបញ្ហាទៅចុះ អ
ស្នំឯងសោយតែសិនទៅព្រះមេម្ចាស់យេអព្រះមេមិនចាំបាច់អាចក៏រកព្រះមហេសីនោះទេព្រះមហេសីទ្រង់គង់តែយាងមកទីនេះទេព្រះមេម្ចាស់តែបើទ្រង់យាងមកទីនេះពិតមែនគឺមានន័យថាទ្រង់កំពុងតែទទួលកំហុសហើយទ្រង់កំពុងតែកុហកព្រះអង្គតែខ្ញុំម្ចាស់គិតថាទ្រង់យាងមកឬក៏មិនយាងមកនៅតែស្នំឯងគឺជាអ្នកឈ្នះដដែលតែបើសិនជាព្រះមហេសីយាងទៅប្រាសាទអធិដ្ឋាននោះពិតមែនជាងមិនជឿទេព្រះមហេសីគ្មានថ្ងៃយកជីវិតខ្លួនឯងទៅលេងសើចជាមួយនឹងបណ្ដាសាសនោះទេយើងនៅតែមិនជឿបើសិនជាព្រះមហេសីជាមនុស្សឆ្លាតព្រះមហេសីប្រកាសជាយាងត្រឡប់មកវិញហើយតែបើសិនជាខ្ញុំម្ចាស់វិញណាបើតល់ច្រកបែបនេះហើយខ្ញុំម្ចាស់នឹងហ៊ានលលេងមួយក្តារនេះបើចុះទឹកក្រពើឡើងលើខ្លាបែបនេះព្រះអង្គទ្រង់ជាមកដល់ហើយខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះអង្គព្រះអង្គសូមព្រះអង្គសោយទឹកតែសិនទៅណាព្រះពរខ្ញុំម្ចាស់គិតថាមើលទៅយើងប្រហែលជារងចាំឲ្យព្រះអង្គបងថាមិនចាំបាច់រងចាំទៀតទេនេះព្រះអង្គបានន័យថាយ៉ាងម៉េចនេះព្រះមហេសីមកពីណាទេសំដីដែលឯងស្ដាប់ឮគ្រាន់តែជាការស្រមើស្រមៃរបស់ឯងតែប៉ុណ្ណោះខ្លះហាន់ឡើងកណិកាឯងមិនអាចបោះបង់ត្រឹមនេះទេត្រូវទៅដើរទៅមុខបន្តទៀតបើមិនដូច្នោះទេគ្រប់យ៉ាងច្បាស់ជាត្រូវរលាយហើយឯងវាមិនសល់អ្វីទាំងអស់គ្រាន់តែពស់មួយក្បាលមិនអាចរារាំងឬបញ្ឈប់យើងបានទេខ្ញុំម្ចាស់សូមបួងសួងទៅដល់ស្ដេចនាគដែលមានបារមីដ៏ស័ក្តិសិទ្ធិសូមទ្រង់មេត្តាជួយផ្ដល់ព្រលឹងឲ្យខ្ញុំម្ចាស់មានបុត្រមួយព្រះអង្គដើម្បីថ្វាយដល់ព្រះអង្គផងចុះ
ព្រះមហេសីឆាប់តានឡើងកាត់វឹកវរហើយដូចជាលើសម្លេងអ្វីមិនបានជាអត់លើដំណាក់របស់ជើងតិចនេះរឿងអីទៀតដឹងជាអធ្វើអីខ្ញុំជាអធ្វើស្អីមើលជាអឡើងចឹងជាអខ្ញុំម្ចាស់មិនជឿទេណាព្រះពរថាព្រះមហេសីពិតជាឡើងទៅប្រាសាទអធិដ្ឋាននោះពិតមែនស្នំឯកអមរាអូនបានដឹងហើយតាថាមហេសីគេពិតជាមានព្រះគភ៌ពិតមែនយើងក៏ដឹងគ្រប់គ្នាហើយបានហើយគេមិនកុហកនោះទេបើសិនជាគេមានរដូវពិតមែនគេក៏មិនអាចឡើងប្រាសាទអធិដ្ឋានបានដែរចឹងបញ្ជាក់ច្បាស់ណាស់ថាគេមានព្រះគភ៌ពិតមែនស្នំឯកបងថាអូននេះគួរតែបញ្ឈប់ការគិតថាមហេសីមានព្រះគភ៌คล้ายៗទៀតទៅណាខ្ញុំម្ចាស់មិនជឿទេព្រះអង្គថាព្រះមហេសីពិតជាមានគភ៌ពិតមែនបើសិនព្រះអង្គជឿខ្ញុំម្ចាស់ព្រះអង្គអាចពិសោធន៍តាមខ្ញុំម្ចាស់បានថាព្រះមហេសីមិនមានគភ៌នោះទេបើសិនជាព្រះមហេសីមានគភ៌ពិតមែនខ្ញុំម្ចាស់កាត់ក្បាលថ្វាយព្រះអង្គនេះស្នំឯកអូនហ៊ានថ្វាយជីវិតដើម្បីដឹងរឿងនេះផងអីខ្ញុំម្ចាស់ហ៊ានធ្វើគ្រប់យ៉ាងដើម្បីព្រះអង្គជាស្ដេចផែនដីខ្ញុំម្ចាស់ទ្រាំមិនបានទេនៅពេលដែលឃើញគេប្រមាថព្រះជេស្តាព្រះអង្គខ្ញុំម្ចាស់ដឹងថាខ្ញុំម្ចាស់មិនមែនជាស្នំឯកល្អមិនអាចជួយព្រះរាជកិច្ចរបស់ព្រះអង្គបានច្រើនក៏ពិតមែនតែខ្ញុំម្ចាស់ទ្រាំមិនបាននៅពេលដែលឃើញគេប្រមាថព្រះជេស្តារបស់ព្រះអង្គដូចជាព្រះអង្គល្ងងបែបនេះសូមព្រះអង្គកាត់ក្បាលខ្ញុំម្ចាស់ទៅចុះបើសិនជាខ្ញុំម្ចាស់មានសវណ្ណីដែលមិនមែនជារឿងត្រឹមត្រូវនោះមហេសីនេះមានអីបោះស្រាយប្រាប់បងអត់ព្រះមហេសីកែវកាកីមិនក៏មិននិយាយមិនក៏មិននិយាយអូនប្រាប់បងមកអ្វីដែលបងឃើញនេះវាមិនមែនជាការពិតទេមែនទេប្រាប់បងមកថាអូនមិនកុហកថាអូនមានព្រះគភ៌អូនប្រាប់បងមកថាអូនមិនហ៊ានប្រមាថចេស្តារបស់បងប្រាប់បងមកហេតុអីបានជាអូនចាត់ទុកបងជាមនុស្សល្ងងបែបនេះខ្ញុំម្ចាស់ក៏ហប់ព្រះអង្គខ្ញុំម្ចាស់មិនបានមានគាត់ទេប្រពរអូននិយាយបែបនេះអូនពិតជាមានចេតនាខកបងពិតមែនណាបងជាស្ដេចផែនដីហេតុអីបានជាអូនហ៊ានខកបងអូនមានដឹងអត់ថាអូនខកបងអូនមានទោសអីជាទោសព្យូកនៅឯថ្លង់ទ្វារក្រុង
អូនប្រមាថព្រះចេស្តារបស់បងគឺមានទោសស្មើនឹងស្លាប់ អញ្ចឹងព្រះអង្គចាប់ខ្ញុំម្ចាស់យកទៅព្យួរកនៅខ្លងទ្វារកណ្ដាលក្រុងទៅព្រះពរខ្ញុំម្ចាស់មានទោសសំតែស្លាប់តែជីវិតខ្ញុំម្ចាស់រាល់ថ្ងៃខ្ញុំម្ចាស់រស់នៅវេទនាជាងស្លាប់បាត់ទៅហើយ នេះមានឋានៈដល់ជាព្រះមហេសីហើយអូនហ៊ានហាមមកថារស់វេទនាជាងស្លាប់ទៅទៀតអញ្ចឹង ក៏អូនគួរតែសប្បាយចិត្តឋានៈជាមហេសីអូនចូលមកបានប្រយោជន៍អីបើអូនមិនដែលសប្បាយចិត្តផងនឹងព្រះអង្គមិនដែលស្រឡាញ់អូនព្រះអង្គមិនដែលមានក្តីថ្នមថ្នាក់ឲ្យអូនគ្រាន់តែចង់បានភាពស្មោះត្រង់ហេតុអីក៏ព្រះអង្គធ្វើឲ្យអូនមិនបាន នេះជាអ្វីដែលអូនចង់ប្រាប់បងអូនក៏ហក់គ្រប់គ្នាថាអូនមានកហើយទម្លាក់កំហុសគ្រប់យ៉ាងថាមកពីដោយសារបងថាបងនេះជាអ្នកធ្វើឲ្យអូនដើរផ្លូវនេះអញ្ចឹងហ៎បានបងនឹងឲ្យសេនាវាយអូននឹងនិភ័មមួយរួចរំពាត់ ព្រះមហេសីឈប់ឲ្យព្រះមហេសីទៅព្រះមហេសី ស្នំឯងបងថាស្នំឯងគួរតែត្រឡប់ទៅកន្លាបន្ទង់វិញទៅកុំនៅទីនេះយូរពេកប្រយ័ត្នត្រូវទន្សាមទៅជាឈឺណា អត់ទេណាព្រះអង្គខ្ញុំម្ចាស់ចង់នៅទីនេះជាមួយព្រះអង្គខ្ញុំម្ចាស់សុំនៅទីនេះតែមួយផ្លែតទៀតទេណាព្រះអង្គ គឺបងគ្មានថ្ងៃធុញនឹងស្នំឯងអូននោះទេបងសប្បាយចិត្តទៅវិញទេដែលស្នំឯងអូននៅក្បែរបងបែបនេះរហូតទៅ ថ្ងៃក្រោយកុំឲ្យឮពាក្យនេះចេញពីមាត់របស់ស្នំឯងទៀតណាវាគ្មានថ្ងៃនោះទេដែលបងធុញទ្រាន់នឹងស្នំឯងនោះគឺអូននេះហើយដែលជាស្រីដែលស័ក្តិសមបំផុតឈប់បន្ទាបតម្លៃខ្លួនឯងទៅកែវការកេររបស់បងប្រៀបបីដូចជាផ្កាសួរដុះនៅក្នុងព្រៃហើយក៏ជាទីគួរឲ្យស្រឡាញ់របស់អ្នកផងទាំងពួងហើយក៏ស័ក្តិសមបំផុតសម្រាប់អូនដូចគ្នាណា នេះឬជាទង្វើដែលថាស្រឡាញ់ការកណ្ដាលមិនមែនឯណាទៅការឲ្យតម្លៃទៅលើនាមកែវកណ្ដាលប្រហែលជារលាយទៅតាមខ្យល់អស់ហើយទេដឹងគ្រប់យ៉ាងគ្រាន់តែជាពាក្យកុហកព្រះអង្គមិនគ្រប់សន្យា បាននៅតែអោបដៃឈុំមើលបែបនេះមហេសីកនិកាច្បាស់ជាត្រូវគេវាយដល់ស្លាប់ជាមិនខានទេនោះជើងក៏មិនបានជីវិតអមតៈដែរព្រះអង្គទូលមកគុំគិតថាបើសិនជាយើងនៅតែបន្តវាយព្រះមហេសីបែបនេះទៀតទូលមកគុំគិតថាព្រះមហេសីនឹងអាចស្លាប់បានណាក្រាបទូលយើងគួរតែឈប់វាយព្រះមហេសីទៅក្រាបទូល ប៉ិតមែនណាព្រះអង្គខ្ញុំម្ចាស់ក៏គិតដូចនេះកន្ធននិយាយដូចគ្នាខ្ញុំម្ចាស់យល់ពីប្រតិរបស់ព្រះអង្គបើសិនជាខ្ញុំម្ចាស់ជាព្រះអង្គខ្ញុំម្ចាស់ប្រហែលជាឈឺចាប់ខ្លាំងណាស់ហើយយើងគឺជាស្ដេចផែនដីតែមនុស្សដែលយើងស្រឡាញ់ធ្វើបែបនេះបើសិនជាខ្ញុំម្ចាស់ជាព្រះអង្គណាអ្វីក៏ដោយដែលធ្វើឲ្យខ្ញុំម្ចាស់ឈឺស្មើនឹងមនុស្សដែលខ្លួនឯងស្រឡាញ់ធ្វើបែបនេះទង្វើបែបនេះក៏ស្មើនឹងប្រមាថព្រះចេស្តាព្រះអង្គដូចគ្នាតែទោះជាយ៉ាងណាក៏មនុស្សដែលព្រះអង្គស្រឡាញ់សូមព្រះអង្គកុំដាក់ទោសព្រះមហេសីធ្ងន់ពេកអីណាព្រះពរ បានវាយពួកគេខ្លាំងជាងនេះ ព្រះមហេសីព្រះព
ពរព្រះអង្គខ្ញុំម្ចាស់សូមមួយបានទេព្រះអង្គឈប់បន្តការវាយព្រះមហេសីទៀតទៅព្រះអង្គក៏ដឹងថាខ្ញុំម្ចាស់កំពុងតែមានគោះរបស់ព្រះអង្គឃើញបែបនេះដូចជារន្ធត់ចិត្តណាស់ព្រះពរគាត់ដែលនៅក្នុងឧត្តររបស់ខ្ញុំម្ចាស់ពិតជាផិតភ័យខ្លាំងណាស់ព្រះអង្គ បានហើយឈប់វាយទៅ ទទួលព្រះបញ្ជា ការដែលយើងឈប់វាយនេះមិនមែនយើងលើកលែងទោសឲ្យមហេសីនោះទេគឺដោយសារតែយើងខ្លាចស្នំឯងរបស់យើងនេះនិងបុត្ររបស់យើងគេមិនសប្បាយចិត្តយើងថាព្រះមហេសីគួរតែអរគុណដល់ស្នំឯងទៅព្រោះស្នំឯងគឺជាអ្នកជួយព្រះមហេសីស្នំឯងតោះយើងត្រឡប់ទៅកាឡាបន្ទប់វិញទៅកុំនៅទីនេះយូរពេក អត់ទេណាព្រះអង្គខ្ញុំម្ចាស់ចង់នៅទីនេះខ្ញុំម្ចាស់ចង់នៅមើលព្រះមហេសីព្រោះថាខ្ញុំម្ចាស់ពិតជាអាណិតព្រះមហេសីខ្លាំងណាស់ព្រះពរ បានអញ្ចឹងអត់ទៅមុនហើយអូនប្រញាប់ទៅតាមក្រៅណាកុំនៅយូរពេកប្រយ័ត្នមិនស្រួលប្រកាយ ព្រះពរព្រះអង្គ សេដាឆាប់ទៅតាមព្រះអង្គឲ្យលឿនណាម៉ាតលោម៉ាត ព្រះមហេសីអើយព្រះមហេសីមើលទៅទ្រង់គួរអាណិតពេកហើយ ស្នំឯងអាណិតព្រះមហេសីចេញពីចិត្តឬក៏ត្រឹមតែបបោមាត់ទេ នេះចង់បានន័យថាយ៉ាងម៉េច តែជាស្នំឯងមានបញ្ហាខ្ញុំសួរស្នំឯងដូចតែខ្ញុំបានសួរមិញអញ្ចឹង គឺចេញពីចិត្តនឹងហើយនេះបើគេលឺគេនឹងគិតថានាយកំពុងតែបង្ខូចមនុស្សល្អដូចជាយើងហើយ ទូលមកគុំស្មានតែស្នំឯងខ្លាចគេថាស្នំឯងជាផ្លែលាវីល្អតែខាងក្រៅតែរលួយខាងក្នុង នេះលោកដូចជាប្រហិនពេកហើយណា ស្នំឯងហ៊ានចង់ធ្វើស្អីទូលមកគុំ ព្រះមហេសីទ្រង់យ៉ាងម៉េចទៅហើយព្រះមហេសី បងផឹម ព្រះមហេសី ទូលមកគុំគ្រាន់តែចង់ទូលសួរព្រះមហេសីយ៉ាងម៉េចទៅហើយពីព្រោះព្រះមហេសីមើលទៅដូចជាធ្ងន់ណាស់ណាមួយលឺសនាប្រាប់ថាព្រះមហេសីបាត់បង់ស្មារតីទីក្រាបទូលយើងមិនដឹងទេព្រោះយើងមិនបានទៅដំណាប់ព្រះមហេសីទេព្រះអង្គសូមព្រះអង្គយើងទៅទតព្រះមហេសីទៅពីព្រោះថាពេលនេះមហេសីធ្ងន់ធ្ងរណាស់បើសិនជានៅតែបដ ாய் បែបនេះអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតផងក៏ថាបានក្រាបទូល